ម្ដាយក្មេកសម្រាប់បានកូនទី2ហើយបែរជាចង់ឲ្យកូនប្រសាជួយចិញ្ចឹមអាងថាកូនទី2នេះទុកសម្រាប់មើលថែប្តីប្រពន្ធខ្លួនពេលចាស់ប៉ុន្តែស្ត្រីរូបនោះបានបដិសេធភ្លាមដោយមិនស្ទាក់ស្ទើរគ្រាន់តែដោយសារតែការពិជាតិមុននាងមានចិត្តបានយល់ព្រមតាមម្ដាយក្មេកក្នុងការថែទាំប្អូនថ្លៃប្រុសយ៉ាងយកចិត្តទុកដាក់ស្មានមិនដល់ថាប្អូនថ្លៃជាមនុស្សអាក្រក់ពីកំណើតវាថែមទាំងចាប់កូនស្រីរបស់នាងបោះចុះពីលើអគារទាំងនិយាយថាធ្វើបែបនេះដើម្បីឲ្យនាងអាចមើលថែវាដោយអស់ពីចិត្តហើយថែមទាំងប្រគល់ទ្រព្យសម្បត្តិឲ្យវាទៀតស្ត្រីរូបនោះអស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំងជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណត្តិតែក្រុមគ្រួសារម្ដាយក្មេកបែរជាយកប្រាក់សំណងរបស់នាងទៅចាយវាសប្បាយអាក់ក្ដីរបស់នាងក៏បានរៀបការថ្មីយ៉ាងឆាប់រហ័សគ្មានអ្នកណាស្ដាយស្រណោះចំពោះការស្លាប់ដ៏មិនអស់ចិត្តរបស់នាងល្អដែលស្ថានសួគ៌មានមេត្តាបានឲ្យនាងចាប់ជាថ្មីត្រឡប់មកដល់ពេលដែលម្ដាយក្មេកប្រើឲ្យជួយចិញ្ចឹមកូនទី2សម្រាប់ជាតិនេះនាងនឹងមិនធ្វើជាអ្នកបម្រើថ្លៃឲ្យគ្រួសារនេះទៀតទេនាងចង់តែចំណាយកម្លាំងកាយចិត្តចិញ្ចឹមកូនស្រីបង្កើតរបស់នាងឲ្យធំធាត់ឃើញប្តីបង្ខំនាងមិនឈប់ឲ្យឆាប់ព្រមជួយចិញ្ចឹមកូនទី2របស់ម្ដាយក្មេកនាងក៏បានយកកូនទី2នោះប្រគល់ឲ្យប្តីភ្លាមដោយមិនស្ទាក់ស្ទើររួចញាតទៅបីកូនស្រីបង្កើតរបស់នាងយ៉ាងថ្នាក់ថ្នមហើយព្រមមានប្តីថាបើគេចង់ថែទាំប្អូនថ្លៃប្រុសខ្លាំងម្ល៉េះនោះបើអីចឹងលីឈប់ពីការងារមកមើលថែខ្លួនឯងទៅយ៉ាងណាក៏គាត់មិនមកជួយដែរតើអ្នកមានលុយប៉ុន្មានទីរកម្នាក់គ្រាន់តែថ្លៃម្សៅទឹកដោះគោក៏អស់រាប់ពាន់ក្នុងមួយខែដែរសុខភាពអ្នកក៏មិនអាចបំបៅដោះកូនបានដែរប្រាក់សោធននិវត្តន៍អ្នកទាំងពីរមានប៉ុន្មានហត់នឿយនឹងតាមគេយកកូនទី2និយាយចប់នាងក៏នាំកូនស្រីដើរចេញទៅភ្លាមនឹកឃើញរឿងដែលប្តីស្ដាប់បង្គាប់ម្ដាយក្មេកគ្រប់យ៉ាងចុងក្រោយប្រហែលជាគាត់នៅតែរកវិធីគ្រប់យ៉ាងដើម្បីយកកូនទី2មកដាក់ឲ្យនាងចិញ្ចឹមដូច្នេះនាងក៏តាក់ទងទៅមិត្តភក្តិដែលជាមេធាវីភ្លាមនាងសម្រេចចិត្តលែងលះជាមួយប្តីលើកនេះនាងនឹងមិនឲ្យគ្រួសារនេះកេងប្រវ័ញ្ចនាងដូចជាតិមុនទៀតឡើយបន្ទាប់មកនាងក៏ប្រាប់ពីបំណងចង់លែងលះដោយបញ្ជាក់ថានាងមិនត្រឹមតែចង់បានសិទ្ធិបីបាច់កូនស្រីប៉ុណ្ណោះទេថែមទាំងចង់បានទ្រព្យសម្បត្តិរួមពាក់កណ្ដាលទៀតមិត្តភក្តិក៏សួរពីប្រាក់ខែរបស់ប្តីនាងប្រាប់មិត្តថាប្តីទទួលបានប្រាក់ខែ4,000ហើយចុងឆ្នាំទទួលបានប្រាក់បន្ថែម5,000ទៀតមិននឹកស្មានថាមិត្តភក្តិស្ដាប់ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគេប្រាប់នាងថាវិស័យដែលប្តីនាងធ្វើការប្រាក់ខែអបបរមាគឺចាប់ផ្ដើមពី10,000ឡើងប្រាក់បន្ថែមចុងឆ្នាំយ៉ាងតិចក៏50,000ដែររឿងនេះធ្វើឲ្យនាងមិនគួរឲ្យជឿសោះមិននឹកស្មានថាប្តីលាក់បាំងគិតគូរដាក់នាងតាំងពីដើមទីមកម្ល៉េះគាត់ក៏លាមិត្តភក្តិសម្រាប់ចិត្តត្រឡប់ទៅផ្ទះសិនដើម្បីស៊ើបអង្កេតឲ្យច្បាស់មិននឹកស្មានថាចូលដល់ផ្ទះភ្លាមឬសូរសំឡេងកូនក្មេងយំប្តីកំពុងរវល់ដៃជើងក៏រត់ទៅសុំឲ្យប្រពន្ធជួយតែប្រពន្ធបែរជាគេចចេញពីគាត់យ៉ាងត្រជាក់ស្រេកនាងបីកូនស្រីទៅដេកសិនរួចទើបចេញមកនិយាយបំបែកបំបាក់ប្តីក្មេងម្នាក់នេះបើចង់ចិញ្ចឹមក៏ចិញ្ចឹមខ្លួនឯងទៅតែខ្ញុំសូមព្រមានអ្នកមួយម៉ាត់ខ្ញុំមិនចំណាយលុយសំបីតែមួយសេនកុំតន់អើខឹងអីអ្នកអាយុជាង30ឆ្នាំទៅហើយបើចង់បានកូនទី2យើងអាចយកដោយខ្លួនឯងបានតែបើមានស៊ូជឺនៅទីនេះវាពិបាកបន្តិចហើយទោះបីជាចិញ្ចឹមវាឲ្យធំធាត់ដល់ពេលនោះវាថែមទាំងមកដណ្ដើមរត់អ្នកទៀតបើមិនប្រយ័ត្នលុយបន្តិចបន្តួចរបស់អ្នកនឹងត្រូវវាលេបត្របាក់អស់ខ្ញុំយ៉ាងណាក៏បានដែរចុះអ្នកវិញនឹងទៅជាយ៉ាងណាអ្នកខំប្រឹងតស៊ូមួយជីវិតចុងក្រោយបែរជាត្រូវស៊ូជឺមកឆក់យកទៅអស់អ្នកសុខចិត្តមែនទេខ្ញុំសម្លឹងមើលលីនសៀងឃើញមុខគាត់ប្រែពណ៌ភ្លាមក្នុងចិត្តខ្ញុំក៏ដឹងច្បាស់គាត់ពិតជាមានលុយមែនពុកម៉ែក្មេកនិយាយថាចិញ្ចឹមឲ្យពួកយើងតាមការពិតទៅពេលមានកូនប្រុសពៅចិត្តពួកគាត់ប្រហែលជាលំអៀងទៅរកគេហើយអ្នកមើលសម្លៀកបំពាក់ក្មេងនេះចុះកាបូបដែលគេប្រើសុទ្ធតែជាម៉ាក់ល្បីមួយថ្លៃដល់ទៅ2-3,000ពួកគេពិតជាហ៊ានចំណាយណាស់ចុះការពីក្មេងរងប្រើអ្វីខ្លះចុះម្សៅទឹកដោះគោទៀតមួយកំប៉ុងថ្លៃជាង500ឯណោះចុះពួកយើងវិញពេលខ្ញុំនិយាយបែបនេះលីនសៀងក៏ស្ងាត់មកឈឹងពេលសម្លឹងមើលក្មេងដែលកំពុងបិទដោះក្នុងដៃនៅក្នុងភ្នែកគេពោពេញដោយកំហឹងខ្ញុំដឹងថាពេលនោះជីវភាពគ្រួសារលីនសៀងមិនសូវល្អតាំងពីតូចមកគេខ្វះអាហារូបត្ថម្ភទើបបានជាគេមិនសូវធំដុះដាលប៉ុន្មានទេក្រោយមករងកើតមកម្ដាយក្មេងស្អប់ខ្ពើមដែលខ្ញុំសម្រាលបានកូនស្រីចំណែកខ្ញុំពេលសម្រាលលីនសៀងរួចមិនទាន់ទាំងសះស្បើយផងក៏ត្រូវចេញទៅធ្វើការបាត់ឯអ្នកវិញមើលចុះសម្រាលបានកូនស្រីហើយនៅតែទំនេរនៅផ្ទះចំពោះរងក៏គាត់ចិត្តចង្អៀតចំពោះលីនសៀងកាន់តែខ្លាំងជាងនេះទៀតអ្នកគិតឲ្យច្បាស់ចុះបើអ្នកនៅតែរឹងរូសចង់ទុកក្មេងនេះទៀតទៅមុខគឺរៀងខ្លួនទៅនិយាយចប់ខ្ញុំក៏ងាកក្រោយចូលទៅក្នុងបន្ទប់រងទោះជាយ៉ាងណាក៏ដោយលើកនេះខ្ញុំមិនចុះចាញ់ជាដាច់ខាតលីនសៀងស្រែកហៅខ្ញុំពីខាងក្រៅជាច្រើនដងពេលឃើញខ្ញុំមិនចេញទៅពិតមែនគេក៏ចាប់ផ្ដើមបារម្ភភ្លាមគ្មានជំរឿអ្វីក្រៅពីខទៅរកឪពុកម្ដាយក្មេកកំពុងនិយាយផងស្រាប់តែគាត់ស្រែកឡូឡានៅខាងក្រៅមិនយូរប៉ុន្មានគាត់ក៏បោកទ្វារដើរចេញទៅខ្ញុំសើចក្នុងចិត្តភ្លាមប្រញាប់កុំម៉ងទិញកាមេរ៉ាសុវត្ថិភាពមកដំឡើងក្នុងផ្ទះរហូតដល់ម៉ោង1ទៀបភ្លឺទើបគាត់ត្រឡប់មកវិញពេលត្រឡប់មកវិញទឹកមុខគាត់បង្ហាញពីភាពហត់នឿយយ៉ាងច្បាស់ខ្ញុំយកទឹកក្តៅជូនគាត់ថែមទាំងជួយម៉ាស្សាប្រាសាទជូនគាត់ទៀតគាត់ដកដង្ហើមធំម៉ៃចិនគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះហេតុអ្វីបានជាអូនមិនព្រមទុកនាងនៅទីនេះប៉ាម៉ាក់គាត់ចាស់ហើយម្យ៉ាងវិញទៀតយើងមិនមែនថាយើងគ្មានលទ្ធភាពចិញ្ចឹមឯណាអូនឈប់ធ្វើការចុះបងនឹងចិញ្ចឹមអូនប្រាក់ចូលនិវត្តន៍របស់ពួកគាត់បងក៏នឹងឲ្យអូនដែរបន្ទាប់ពីគាត់ទៅផ្ទះឪពុកម្ដាយក្មេកមកអេរិយាបថគាត់ក៏ផ្លាស់ប្ដូរមើលទៅពួកគេពិតជាតាំងចិត្តទុកក្មេងនេះឲ្យបានចិត្តខ្ញុំត្រជាក់ស្រេបដាំឡើយចង់សាកល្បងមើលថាលីនសៀងអាចផ្លាស់ប្ដូរចិត្តបានឬអត់បើចឹងបងអាចឈប់ធ្វើការមកមើលថែបានមិនមែនខ្ញុំចង់ស្ដីឲ្យបងទេតែបងហត់នឿយធ្វើអ្វីម្ល៉េះការចិញ្ចឹមកូន2នាក់គឺជាទំនួលខុសត្រូវធំធេងណាស់ប្រាក់ខែបងត្រឹម4,000លុយរបស់ខ្ញុំទុកសម្រាប់រងនៅពេលអនាគតតើបងមានសមត្ថភាពចិញ្ចឹមមនុស្សពេញមួយផ្ទះបានដែរទេលីនសៀងស្ងាត់មកឈឹងគាត់ស្ងៀមមួយសន្ទុះធំរួចក៏ក្រឡាប់ខ្លួនដេកលក់បាត់ទៅឯខ្ញុំវិញក៏លូកដៃទៅក្រវីនៅមុខគាត់ក្រោយពីប្រកាសថាគាត់ដេកលក់ស្កប់ស្កល់ហើយខ្ញុំក៏ប្រញាប់បើកទូរស័ព្ទគាត់មើលអាឆ្កែនេះលុបអស់គ្មានសល់ពិតមែនរាល់ប្រតិបត្តិការលុយចូលចេញគឺធម្មតាទាំងអស់ប្រាក់ខែចូល4,000ក្នុងមួយខែបងរំលោភផ្ទះ3,000ថ្លៃសេវា Telegram គាត់500ថ្លៃបារី500ក្រៅពីនឹងគឺខ្ញុំជាអ្នកចេញថ្លៃហូបចុកទាំងអស់ក្នុង WeChat ខ្ញុំមានតែ100យន្តប៉ុណ្ណោះក្នុង Alipay ក៏សល់តែប៉ុន្មានសិបយន្តដែរពេលដល់ថ្ងៃបុណ្យទានចង់ឲ្យគាត់ទិញអំណោយឲ្យគាត់បែរជាថាលុយណែអូនទិញខ្លួនឯងទៅឃើញបែបនេះខ្ញុំពិតជាត្រជាក់ចិត្តណាស់តើខ្ញុំចំណាយលុយចិញ្ចឹមក្រុមគ្រួសារគាត់បូករួមទាំងក្មេងម្នាក់នោះទៀតគេពិតជាគិតថាខ្ញុំជាអ្នកបម្រើគិតថ្លៃមែនខ្ញុំក៏ចូលទៅក្នុងកម្មវិធីធនាគាររបស់គាត់ម្ដងទៀតដើម្បីឆែកមើលកាតធនាគារមិនឆែកគឺអត់ដឹងទេឆែកភ្លាមធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្វីដែលខូចយើងបាននិយាយពិតមែនប្រាក់ខែគាត់ចូលក្នុងកាត2មួយគឺភ្ជាប់ជាមួយធនាគារសំណងឆេបមួយទៀតគឺភ្ជាប់ជាមួយធនាគារចិនបកាតធនាគារសំណងគឺនៅជាមួយខ្ញុំប៉ុន្តែកាតធនាគារចិនមានលុយចូល28,000យន្តរាល់ខែខ្ញុំបានឆែកមើលប្រវត្តិប្រតិបត្តិការលុយគឺបែបនេះរាល់ខែពេញមួយឆ្នាំកន្លងមកប្រាក់រង្វាន់ចុងឆ្នាំបានរហូតដល់60,000យន្តនេះគាត់បានទៅឲ្យម្ដាយក្មេកខ្ញុំទាំងអស់ក្រោយពីបានឃើញខ្ញុំសើចចំអកក្នុងចិត្តគឺអ្នកទេដែលការពារខ្លួនពីខ្ញុំមុនក្នុងករណីនេះខ្ញុំក៏មិនចាំបាច់ចិត្តគាត់ទៀតដែរគឺថតអេក្រង់ទុកជាភស្តុតាងទាំងអស់រួចផ្ញើចូលក្នុងទូរស័ព្ទខ្ញុំវិញភ្លាមហើយក៏លុបដានចោលក្នុងពេលនោះឯងលីនសៀងក៏បើកភ្នែកឡើងឆេនមីចិននាងកំពុងធ្វើអ្វីលួចមើលទូរស័ព្ទខ្ញុំមែនទេខ្ញុំស្រឡាំងកាំងក្នុងចិត្តហេតុអ្វីបានជាគាត់ដឹងខ្លួនលឿនម្ល៉េះ